ប្រវត្តិប្រាសាទសម្បូរព្រៃគុកឈ្មោះប្រាសាទសម្បូរព្រៃគុកអ្នកអសាងព្រះបាទទេស័នវរ្ម័នទី1ការបរិច្ឆេទសាងសតវត្សទី7ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាស្ថាបត្យកម្មរចនាបថសម្បូរទីតាំងភូមិសម្បូរឃុំសម្បូរស្រុកសម្បូរខេត្តកំពង់ធំទីតាំងភូមិសាស្ត្រប្រាសាទនេះស្ថិតនៅតាមបណ្ដោយស្ទឹងសែនដែលមានចម្ងាយប្រហែល28គីឡូម៉ែត្រភាគសាននៃទីរួមខេត្តកំពង់ធំនិងមានចម្ងាយប្រហែល181គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាបនិងមានចម្ងាយប្រហែល170គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារនិងមានចម្ងាយប្រហែល196គីឡូម៉ែត្រពីរាជធានីភ្នំពេញប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រដែលមានចម្ងាយប្រមាណ37គីឡូម៉ែត្របត់តាមផ្លូវជាតិ64បត់ស្ដាំតាមសាលាវិស័យកាត់តាមផ្លូវបោះស្រមោចផ្លូវនេះពេលរដូវវស្សាលិចទឹកតែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសម្បូរបានតែតងដែលសង់លើដីរាបស្មើមានទំហំ3,000 ហិកតារមណីយដ្ឋានសម្បូរព្រៃគុកជារាជធានីចាស់ឈ្មោះថាឥសានបុរៈពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនាដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬព្រះឥសូរនិយមក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាននិងថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋចាក់ពុម្ពដោយបាយជាផ្ទាំងអំពីឥដ្ឋតែបច្ចុប្បន្នរបេះអស់មួយចំនួនក្បាច់ផ្តែរនិងការសរសេរជាពាក្យពេចន៍ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់ប្រាសាទនេះក៏សាងឡើងនៅរជ្ជកាលព្រះបាទទេស័នវរ្ម័នទី1នៅក្នុងសតវត្សទី7គ.ស. 535នេះសម័យចេនឡាក្រុមប្រាសាទសម្បូរព្រៃគុកនេះត្រូវបានបោះបង់ចោលតាំងពីឆ្នាំ1971មកម្លេះហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ1980ក្នុងការកាប់ស្ការព្រៃគេរកឃើញមានប្រាសាទទាំងអស់ចំនួន140ប្រាសាទហើយនៅប្រាសាទទៅពីទៀតរកមិនទាន់ឃើញ1រមណីយដ្ឋានសម្បូរព្រៃគុកចែកចេញជា4ក្រុមធំគឺក្រុមប្រាសាទខាងជើងក្រុមប្រាសាទកណ្ដាលក្រុមប្រាសាទខាងត្បូងក្រុមប្រាសាទក្រៅរមៀសសូមសេរបន្តផង